ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយបញ្ញាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមក review ទៅលើតម្លៃមាសដែលខ្ញុំឲ្យបងប្អូនចូលទិញកាលពីម្សិលមិញតិចអានេះគឺជាការវិភាគបងប្អូនឃើញអត់ពេលហ្នឹងគឺខ្ញុំឲ្យទិញតាំងពីតម្លៃ5130ជាងនេះដោយសារខ្ញុំមើលឃើញ candle វាល្អមែនតើទៅលើ candlestick ហើយពេលហ្នឹងក៏ខ្ញុំ follow ជាមួយនឹង technical ដែរបើខ្ញុំឲ្យបងប្អូនធ្វើការទិញនៅតម្លៃហ្នឹងហើយការរំពឹងទុករបស់ខ្ញុំ5222ជា target ដែលយើងធ្វើការ take profit នេះជាមួយខ្ញុំដាក់ឲ្យមើលនេះពេលហ្នឹងក៏យើងហូរបានចំណេញមកល្មមគួរសមហើយក៏ខ្ញុំអត់តធ្វើការបិទទេគឺយើងចាំ take profit តែម្ដងនេះពេញសាច់របស់យើងម្ដង5218មក portion គឺយើងបានចំនួន800តិចតួចគឺយើងហូរបាន80លេខជាងហើយក៏ខ្ញុំបន្តទុក holding បន្ថែមទៀតដល់ target របស់យើងអានេះបងប្អូនឃើញហើយនេះឡើងមកពេញសាច់តែម្ដងឡើងមកផុបស្អាតតែម្ដងហើយក៏វាមានការ detachment ចុះក្រោមហើយក៏វាបន្តឡើងលើទៀតគាត់ថាពេលហ្នឹងគឺយើង take profit មួយចំនួនសិនយើងហូរក៏ប៉ុន្តែពេលហ្នឹងសម្រាប់បងប្អូននៅក្នុងក្រុមខ្ញុំ recommend ឲ្យបិទទាំងអស់ហើយគឺយើងអត់ទុកទៀតទេអានេះគឺជាការខ្ញុំហូរនេះជាមួយខ្ញុំឲ្យមើលនេះគឺខ្ញុំគឺខ្ញុំកដោទៅលើទីផ្សារអញ្ចឹងportion ដែលយើងធំគឺយើងកាត់អស់ហើយគឺយើងទុកតែ portion ទូចទេនេះបងប្អូនអាចមើលបានហ្នឹងហើយអញ្ចឹងពេលហ្នឹងក៏ខ្ញុំបានបញ្ជាក់ក្នុងក្រុមដែរថាសម្រាប់តម្លៃមាសគឺយើងនៅតែធ្វើការទុកបាយបន្ថែមទៀតអាចនិយាយថាយើងអត់ sell តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលបានចូលទៅតាមខ្ញុំម្សិលមិញគឺនឹងទទួលផលចំណេញហើយរងចាំទៅលើព័ត៌មាន fundamental បន្ថែមទៀតតិចខ្ញុំនឹង update ជូនបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់មក review សម្រាប់បើមិនជាបងប្អូនអត់តបានចូលក្រុមបងប្អូនអាចចូលក្រុមជាមួយខ្ញុំបានអរគុណ